ธีរៀបមង្គលការក្នុងរបបខ្មែរក្រហមមង្គលការឬដែលត្រូវបានខ្មែរក្រហមហៅថាពិធីបើកវគ្គដែលធ្វើឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺមានភាពខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរចំពោះមង្គលការរបស់កូនកំលោះក្រមុំទាំងអស់នៅសម័យនោះត្រូវបានរៀបចំឡើងជារួមក្នុងពិធីតែមួយប៉ុណ្ណោះដោយក្នុងពិធីតូចមានចំនួនចាប់ពី3ទៅ10គូនិងសម្រាប់កម្មវិធីធំអាចមានចាប់ពី30ទៅ160គូសម្រាប់ការជ្រើសរើសគូជីវិតនេះទៀតសោតប្រជាជនខ្មែរទាំងប្រុសស្រីគឺពុំមានសិទ្ធិក្នុងការស្វែងរកគូស្រកររបស់ខ្លួនឡើយហើយអ្នកខ្លះគឺត្រូវចាំតទៅដល់ថ្ងៃកម្មវិធីតែម្ដងទើបអាចស្គាល់ឈ្មោះនិងមុខមាត់គូជីវិតរបស់ខ្លួនស្របតាមការសម្រេចជាដាច់ខាតរបស់ពួកអង្គការដែលតែងអះអាងថាជាឪពុកម្ដាយរបស់ប្រជាជនគ្រប់រូបនៅក្នុងពេលរៀបចំកម្មវិធីមង្គលការនេះដែរបងប្អូនសាច់ញាតិទាំងឡាយគឺមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីនិងចូលរួមជាការសម្រេចចិត្តណាមួយឡើយបន្ថែមពីនេះសូម្បីសម្លៀកបំពាក់ពិធីរាំរែកចម្រៀងប្រពៃណីនិងពិធីតាមបែបសាសនាណាមួយគឺត្រូវបានហាមឃាត់ទាំងអស់នៅក្នុងទស្សនវិជ្ជាជាក់ស្ដែងនារីមួយចំនួនត្រូវបានបង្ខំឲ្យរៀបការជាមួយទាហានពិការពុំមានដៃជើងហើយអ្នកអំបាលម៉ានដែលធ្វើការជំទាស់គឺនឹងត្រូវបានចាប់ឃុំឃាំងទទួលរងទារុណកម្មនិងត្រូវបញ្ជូនទៅធ្វើការនៅតំបន់ដាច់ស្រយាលឆ្ងាយពីផ្ទះឬត្រូវបញ្ជូនទៅបញ្ចប់ជីវិតរីឯនារីមួយចំនួនផ្សេងទៀតដែលមិនអាចប្រឈមមុខទៅនឹងរឿងទាំងនេះបានក៏សម្រេចចិត្តធ្វើអត្តឃាតតែម្ដងនៅក្នុងថ្ងៃរៀបការបុរសនារីទាំងអស់ត្រូវឈរជាពីរជួរបន្ទាប់មកប្រធានភូមិនឹងបញ្ជាឲ្យបុរសនារីទាំងអស់ចាប់ដៃគ្នារួចធ្វើការបដិញ្ញាចិត្តថានឹងរួមរស់ជាមួយគ្នាអស់មួយជីវិតគឺចប់សពគ្រប់នេះបានបញ្ជាក់ថាបុរសនារីទាំងអស់នោះគឺបានរៀបការរួចរាល់ហើយបន្ទាប់ពីរៀបការរួចប្តីប្រពន្ធបានទទួលការអនុញ្ញាតឲ្យរស់នៅជាមួយគ្នាត្រឹម2ឬ3ថ្ងៃប៉ុណ្ណោះបន្ទាប់ពីនោះប្តីប្រពន្ធទាំងអស់ត្រូវបំបែកគ្នាទៅធ្វើការតាមក្រុមរៀងៗខ្លួនវិញជាទូទៅជីវិតគូស្នេហាក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺអាចទទួលបានការអនុញ្ញាតឲ្យជួបមុខគ្នាម្ដងក្នុងរយៈពេល1សប្តាហ៍ឬ10ថ្ងៃក្នុងអំឡុងពេលដឹកនាំនៃរបបដ៏ខ្មៅងងឹតនេះពួកមេដឹកនាំខ្មែរក្រហមយល់ថាការរៀបចំពិធីមង្គលការតាមបែបប្រពៃណីការសិក្សានិងការគោរពប្រតិបត្តិជំនឿសាសនាសុទ្ធសឹងជារឿងឥតប្រយោជន៍គ្មាននូវផលចំណេញណាមួយដល់ការបង្កបង្កើនផលស្រូវនោះឡើយបែបដូច្នេះហើយទើបពួកគេសម្រេចបង្កើតមង្គលការរួមនេះឡើងដើម្បីចំណេញសល់ពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការងារក្នុងសហគមន៍និងធ្វើនៅសកម្មភាពផ្សេងៗដើម្បីបម្រើដល់បដិវត្តន៍មហាលោតផ្លោះមហាអស្ចារ្យរបស់ពួកគេម្យ៉ាងវិញទៀតគោលបំណងចម្បងនៃការរៀបមង្គលការជាក្រុមនេះគឺមិនមែនដើម្បីតែបង្កើតសង្គមគ្រួសារអ្វីឡើយប៉ុន្តែគឺដើម្បីបង្កើតមនុស្សអាចបម្រើដល់មនោគមវិជ្ជាបដិវត្តន៍បន្តទៅទៀតបានជួបគ្នាក្នុងវីដេអូបន្ទាប់